សូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងថតទេសភាពនៅទីក្រុងអូតាវ៉ានៃប្រទេសកាណាដាដែលមិនស្រស់បោះពីព្រោះទើបតែរលាយទឹកកកអស់ហើយស្លឹកឈើមិនទាន់លាស់នៅឡើយទេគឺថាស្លឹកឈើដើមឈើខ្លះយើងមើលទៅដូចងាប់អញ្ចឹងប៉ុន្តែតែការពិតមានជីវិតទេមិនទាន់ងាប់ទេហើយខ្ញុំក៏សូមអភ័យទោសដែរថាខ្ញុំមិនសូវប្រសពខាងការអត្ថាធិប្បាយទេបងប្អូនទីក្រុងនេះបានកកើតនៅឆ្នាំ1978ហើយកាលនោះមានប្រជាជនតែ10000នាក់ទេតែមកដល់2025នេះគឺមានប្រជាជន110,000នាក់គឺប្រជាជនកាន់តែកើនច្រើនឡើងវាលស្រែនៅខាងស្ដាប់ដៃនេះគេដាំ strawberry ហើយ strawberry នឹងអាចបេះបាននៅចុងខែ6យើងទៅបេះខ្លួនឯងយើងឲ្យលុយគេហើយយើងយកកត្រកប្រមាណយើងបេះវល់ពេញមកកត្រកឲ្យហូបតាមចិត្តវាលស្រែសងខាងថ្នល់នេះគេដាំពោតហើយកាលដែលខ្ញុំនៅធ្វើការទៅតែរើចូលមកនៅទីក្រុងនៅដំបូងគេសួរខ្ញុំថាខ្ញុំមានចំគោដែលអត់ពីព្រោះទីក្រុងនេះគឺជាជនបទពីដើមទីក្រុងនេះគេហៅទីក្រុងបាហេវិនឬក៏និព្វាននៅបច្ចុប្បន្ននេះទីក្រុងអូតាវ៉ាទាំងមូលមានប្រជាជន1,126,500 នាក់នៅពេលនេះមិនសូវមានចរាចរណ៍ទេពីព្រោះខ្ញុំងើបចេញពីផ្ទះម៉ោង 7 កន្លះពីព្រោះខ្ញុំមិនចង់ឲ្យជាប់ចរាចរណ៍បើសិនជាយើងចេញពីផ្ទះមកយឺតជាងម៉ោងហ្នឹងគឺច្បាស់ជាជាប់ចរាចរណ៍គឺមានឡានច្រើនអាចធ្វើដំណើរជិត1ម៉ោងនោះបានដល់ហើយអ្នកខ្លះទៀតក៏គេធ្វើដំណើរតាមផ្លូវជាតិធំដែលមានល្បឿនលឿនរហូតដល់100 គីឡូមួយម៉ោងល្បឿនក្នុងក្រុងនេះតាមភាគច្រើនគឺ50និង60 គីឡូក្នុង1ម៉ោងយើងឃើញថាប្រទេសកាណាដាគឺជាប្រទេសធំទី2ក្នុងពិភពលោកហើយកាលពីឆ្នាំ1867នៃការកកើតប្រទេសកាណាដាមានប្រជាជន3.4 លាននាក់ហើយនៅឆ្នាំ1982ពេលដែលខ្ញុំមកដល់មាន25 លាននាក់រហូតមកដល់សប្តាហ៍ថ្ងៃនេះគឺមានប្រជាជន41 លានកន្លះម្ល៉េះហើយការសំណង់មិនទាន់ឈប់ហើយទេដើម្បីឲ្យមានលំនៅឋានសម្រាប់ប្រជាជនគេរស់នៅ អ
លើនេះខ្ញុំមកដល់កន្លែងជាងឡានហើយកំពុងតែបញ្យល់គាត់ពីមូលហេតុដែលចង្កូតនឹងពីញ័រហើយពេលដែលខ្ញុំមកដល់ផ្ទះជាកង់មកដល់ផ្ទះវិញគាត់ថាធ្វើហើយអត់មានខូចអីផងតាមកាពិតកង់ឡានកង់តកកនឹងវាដាច់លួសដល់លួសទៅវាធ្វើឲ្យវាញ័រហើយឥឡូវនេះខ្ញុំកំពុងជិះកង់តាមដងផ្លូវនៃផ្សារចិនហើយមានកម្ដៅ3អង្សាឬក៏កំសួរត្រជាក់ដក1នៅខាងមុខខ្ញុំនេះគឺជាខ្លោងទ្វារដែលសរសេរជាភាសាចិនដើម្បីកាត់បន្ថយចរាចរណ៍ហើយគេមិនចង់ឲ្យមានឡានបើកច្រើនហើយនៅតាមផ្លូវផ្សារចិននេះទៅរហូតដល់កណ្ដាលក្រុងអត់មានផ្លូវជិះកង់ដូច្នេះខ្ញុំជិះកង់តាមផ្លូវឡានធម្មតាហើយយើងឃើញថាមានកលុកច្រើនពីព្រោះនៃខេត្តតកកគេបាញ់អំបិលដល់បាញ់អំបិលចឹងទៅអំបិលហ្នឹងវាស៊ីថ្នល់ហើយតកកទៅមលាយដូច្នេះគេមិនទាន់បានបំពេញប្រហោងហ្នឹងនៅឡើយទេបាទនេះកដាលក្រុងនេះមកជិតឋានក្រុងហើយឥឡូវនេះបានមកដល់ផ្លូវមួយទៀតគេថាផ្លូវនៅចំកណ្ដាលក្រុងតែម្ដងគឺជាគេហៅថាផ្លូវ Bank Street ហើយគេថាទីក្រុងចាស់ហើយនឹងឡើងទៅដល់ទីរដ្ឋសភាយើងមើលទៅហាក់ដូចជាស្ងាត់ឈឹងអត់មានមនុស្សដើរស្វេខ្វាចឡានបើកប្រជាគ្នាទេពីព្រោះនៅកន្លែងនេះគឺជាកណ្ដាលក្រុងហើយភាគច្រើនគេជិះឡានក្រុងធំនេះមកធ្វើការឬជិះរទេះភ្លើងហ្នឹងបញ្ហាទី1ទី2គឺថាចំណតឡាននៅកណ្ដាលក្រុងនេះគឺថ្លៃមួយថ្ងៃយ៉ាងតិចក៏$37ដែលចតឡានម្ល៉េះហើយគេសុខចិត្តជិះឡានក្រុងមកធ្វើការវិញវាថោកជាងហើយមនុស្សធ្វើការនៅកណ្ដាលក្រុងភាគច្រើនគឺធ្វើការឲ្យរដ្ឋាភិបាលឡានទៅមិនរួចឥឡូវខ្ញុំទៅមុនណានេះខ្ញុំជិះសម្ដៅទៅទីរដ្ឋសភារូបភាពទល់មុខនេះគឺជាទីរដ្ឋសភាហើយនៅខាងស្ដាំដៃនេះគឺជាអតីតស្ថានទូតនៃសហរដ្ឋអាមេរិកតែឥឡូវគេបានដូរទៅកន្លែងថ្មីហើយ
ទីរដ្ឋសភានេះកំពុងតែស្ថិតនៅក្រោមការជួសជុលពីព្រោះនៃអគារហ្នឹងគឺវាចាស់កន្លែងនេះគេបានតស្មានឲ្យគេដុតដើម្បីលម្អគឺថាដុតទាំងយប់ទាំងថ្ងៃហើយបើសិនជាយើងទៅជាអីយើងយកដៃដាក់ទៅលើហ្នឹងទៅវាក្តៅអ៊ុនដែរទីរដ្ឋសភានេះកាលពីមុនមានមនុស្សអ៊ូអរមកច្រើនណាស់ប៉ុន្តែចាប់តាំងពីមានមនុស្សលួចចូលទៅទីរដ្ឋសភាហើយនឹងគេបើកឡានមកធ្វើបាតកម្មកាលពី1222មកគេបានដាំបង្គោលដើម្បីមិនឲ្យបើកឡានចូលមកទៀតបានទេកាលពីមុនយើងអត់មានទេហើយយើងអាចបើកឡានចូលទៅដល់ទីរដ្ឋសភាតែម្ដងនៅខាងស្ដាំដៃនេះគឺជាកន្លែងរំលឹកការបូជាជីវិតរបស់ទាហានកាណាដាក្នុងពេលរយៈធ្វើសង្គ្រាមហើយនឹងការពារសន្តិសុខនៅក្នុងពិភពលោករួមទាំងនៅប្រទេសកម្ពុជាផងដែរហើយខាងស្ដាំនេះគឺជាកន្លែងវិចិត្រសិល្បៈខាងមុខនេះគឺមណ្ឌលផ្សារនៅកណ្ដាលក្រុងហៅថា Rideau Center នៅខាងមុខនេះគឺជាកន្លែងតម្កល់រូបភាពគេហៅថា National Art Gallery ស្ពាននេះគឺជាស្ពានឆ្លងខេត្តនៅក្នុងប្រទេសកាណាដាដែរប៉ុន្តែគេហៅថាខេត្តក្បិចខេត្តហ្នឹងភាសាបារាំងជាភាសាទី1របស់គេភាសាជាផ្លូវការគឺភាសាបារាំងហើយភាសាទី2គឺជាភាសាអង់គ្លេសបាទគឺថាឆ្លងព្រំដែនខេត្តភាសាស្ទឹងនេះឯងហើយនៅខាងមុខនេះគឺជាសារមន្ទីរប្រវត្តិសាស្ត្រហៅថា Museum of History. The bridge is the border between Quebec and Ontario. Quebec is a French province. បាទហើយស្ទឹងនេះឃើញថាយើងឃើញនៅមានទឹកកកនៅជាប់ដុំនៅឡើយអត់ទាន់លាយអស់ហើយបាទនេះកន្លែងខាងមុខនេះទីរដ្ឋសភាឃើញទេនេះនៅពីក្រោយហ្មងបាទនេះនៃពីខាងក្រោយនៃសារមន្ទីររូបភាព at the back of National Gallery ចុចឆ្លងជាដៃសោមដៃឡើងក្រាក់ទុកឯនៅត្រជាក់ទៀតណាHands are getting cold. You're gonna have thick gloves.
ទេសភាពស្អាតហើយបងប្អូនកង់ខ្ញុំនេះលឿន8គីឡូមួយម៉ោងនេះស្ពានមួយទៀតស្ពានឆ្លងទៅខេត្តកបិចតាមកបិចមានស្ពានទាំងអស់4នេះស្ពានខាងជើងគេអស់ហើយនេះខាងកើតកន្លែងក្រសួងការបរទេសកាណាដាវានេះកន្លែងគេធ្វើទឹកអីគេបូមមកដើម្បីយកទឹកប្រើនេះកន្លែងស្ថានទូតបារាំងប្រចាំប្រទេសកាណាដាហើយគេដាក់ថា Ambassade de France in Canada អញ្ចឹងសេអង់គ្លេសលីសេសាបារាំងនេះទៅផ្ទះនៃផ្ទះធានរដ្ឋគេហៅ Governor General ពួកនៅកន្លែងផ្ទះធានរដ្ឋនេះមានកន្លែងផ្ទុកទឹកគេឲ្យយើងចូលនេះនៃសូឡានប៉ូលីសគេកំពុងជួសជុលអីហើយតាមមើលខ្ញុំថាផ្ទះនេះគេទុកទឹកគេបើកចាស់នេះគឺជាទីលាននៃផ្ទះGovernor General គឺអភិបាលរដ្ឋហើយនឹងមានផ្លូវកង់ជិះទៅផ្ទះនាយករដ្ឋមន្ត្រីបន្តិចនេះថាអញ្ចឹងផ្ទះនាយករដ្ឋមន្ត្រីគេអត់នៅទេនេះណែគេយកគេហៅថាណែmaple sugarដើមមេផលហ្នឹងគេយកជាប់វាហ្នឹងយកវាចេញមកទៅជាស្ករជាផ្អែមហ្នឹងមានតម្លៃណាស់គេស្រង់មានគេចាក់គេយកដែកnướcគេចាក់ទៅកុលឈើហ្នឹងហើយចឹងទៅអាចជាប់វាស្រក់មកឃើញទឹកស្រក់នោះស្រក់ហ្នឹងនឹងបងប្អូនឃើញអត់ទេនេះឃើញស្រក់ឃើញទេជាប់នេះវាស្រក់មកស្រក់ហ្នឹងផ្អែមយកទៅងាស់ដូចស្ករយ៉ាងហ្នឹងនេះក៏ស្រក់ដែរណាគេជាប់ហ្នឹងផ្អែមខ្ញុំអត់ដែលឃើញទេតែឃើញលើកនេះឃើញតែគេប្រចាំងតាមទូរទស្សន៍ឥឡូវឃើញខ្លួនឯងណាឃើញស្លឹកឈើអត់មានស្លឹកឈើទេតែមានមនុស្សនៅទេគេថាប្រុងនឹងជួសជុលបានអស់ច្រើនណាហ្នឹងគេថាចង់សំចាយពួកហ្នឹងវាគេតំណែល
តាមផ្លូវនេះចូលជីតាមផ្លូវនោះแล้วដូរផ្លូវដើមដូចដើមងាប់ចឹងគេរដូវនេះគេដៅយួរដែរញ៉ាគេថាទឹកសេរ៉ូមេប៉ុលដើមឈើហើយអាមេប៉ុលហ្នឹងគឺជាស្លឹកវាពេលធំមកគេទុំជាតិរបស់កាណាដាចូលទុំជាតិកាណាដាគេថាស្លឹកឈើមេប៉ុលហ្នឹងឯងចូលខាងនៅខាងឆ្វេងដៃឥឡូវចូលមកបែកឡានប៉ូលីសហ្នឹងបដ ாய் សម្រាប់ទៅផ្ទះវិញពេលច្រើនខ្ញុំកាលណាធ្វើដំណើរផ្លូវឆ្ងាយជិះកង់មកចូលប្រើបន្ទប់ទឹកនៅកន្លែងផ្ទះនៃអភិបាលរដ្ឋគ្រប់នៅចែនរលឥឡូវនេះនឹងខ្ញុំធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយនឹងជិះតាមក្បែរមាត់ស្ទឹងមាត់ស្ទឹងដែលខ្ញុំថាគេខេត្តទឹកកកគេដែលញ៉ាដើរលើទឹកកកមើលទៅចាស់គាត់ដែរហាត់ប្រាណអូស្ពាននេះអត់មានឡានទេទេអត់មានឡានមានឡានតែស្មានឡានបោះស្ងាត់ឈឹងស្មានស្ពានសម្រាប់តែមនុស្សដើរខ្ញុំមកដើរតាមស្ពានហ្នឹងដែរហ្នឹងហើយគេធ្វើកន្លែងសម្រាប់ឲ្យប្រជាជនគេដើរហាត់ប្រាណជិះកង់ហាត់ប្រាណដើម្បីសុខភាពនេះគេដឹកឆ្កែដឹកឆ្កែដើរហាត់ប្រាណស្កែក៏វាមិនចូលចិត្តនៅផ្ទះតែមកកន្លែងដែរគេថាខេត្តតកកគេធ្វើឲ្យក្មេងៗលេងលេងហុកគីគេដាក់ក្រាលកស៊ូអញ្ចឹងទៅដល់តកកវាធ្លាក់មកវាអត់តលាយទៅពួកយើងដឹងហើយថាហុកគីគឺជាល្បែងរបស់កាណាដាវិជាប្រៃបំផុតហើយអ្នកខ្លះថាល្បែងរបស់អាមេរិកតែក៏ពិតហុកគីគឺជាល្បែងរបស់កាណាដាគេថា Stanley Cup ហ្នឹងគាត់នឹងជាអភិបាលរដ្ឋនៃប្រទេសកាណាដាគាត់ឈ្មោះលោក Stanley ហើយនៅពេលហ្នឹងកាណាដាគេប្រកួតគ្នាទៅក៏លោកឲ្យពានរង្វាន់ចឹងបានជាមកដល់សប្តាហ៍ថ្ងៃគេហៅថា Stanley Cup អូអានេះនៅទឹកកកបងប្អូននេះទឹកកកផ្លូវជិះកង់នៅមានទឹកកកអត់ហ៊ានជិះលឿនទេខ្លាចដួលនេះផ្លូវកង់ទៅហុកស្បែកណាយើងជិះផ្លូវកង់ហើយជិះអត់មើលខុសផ្លូវអូជិះកង់មិនកើតទៅសតទឹកហ្នឹងទឹកលេចហើយហ្នឹងផ្លូវកង់ជិះកើតទេបានរៀមមានវាសនាមកជួបម្ចាស់ស្នាបង
của flow con năng viên đâu tại một từng năng nữa ở đây bà tự cọ trán mà vì tự trán về lịch của cao na tự cọ về lấy tấu về công nông ở đây flow là nó xa tầm đó biết chăm đó na flow lịch chăm tức tam năng biết nha làm thì group dưới nhưng khi phạm cái này dưới cái tàu ta phải dán đấy và sân về chỉ viên chỉ tạm sau lan bán nhưng chỉ của về nhưng chỉ tạm lâu cong cái về là về miền Lan mình qua được cái cho cả cọ người ta khoe bật những cái việc sạch mà giang vào việc rồi tiền thì mình là nhạc đa đây chỉ rót nên chỉ không play out đại play vậy đó để nét đáo cái áo đại về vào về đá mà khen chi phải đua luôn nguyên đói tôm đói đom và khơi rất bị dư tận nào ở sao đấy biết á in the summer yeah I rode here Yeah, but now it's it's icy up until There's lots of icy spots, but once you get up, it's a ways, but it'll get better. okay okay get there. if I can make it nơi chụp nè cọt đào mình có thả tàu một cái tia tấu này nha ở miền tây cọ đây để cái làm đại cái lại để cái thao nó pin ba polo đó tiệp rồi đi bây giờ như nào sập máy ta chỉ kể chặt vô thường hộp ở hơi còn tại nó lấy thường ba đây thì cái cà phê ba